วันนี้คือจีวิดีโอไฮไลท์ต่างสรงในการประกวดระเบียงกรมจุฬาชิตเนรีกัมพูชีบ่ายจมวยนังกรมจุฬาชิตเนรีฟิลิปปินส์ในโครงการประกวดที่ปีในปฏิกา ASC Women ASEAN Cup 2026 Qualify មុនការប្រកួតចាប់ផ្ដើមក៏មានការគោរពភ្លេងជាតិនៃក្រុមទាំងពីរផងដែរយើងឃើញថាក្រុមនារីរបស់ក្រុមជម្រើសជាតិកម្ពុជាមានឯកសណ្ឋានបើអាវពណ៌តៃមេខោពណ៌សខណៈដែលក្រុមនារីរបស់ហ្វីលីពីនគឺឯកសណ្ឋានពណ៌ខៀវតែម្ដងការកាយបាល់ចេញមកនៃការប្រកួតយើងឃើញថានៅក្នុងវគ្គទី1បាទក្របបាល់កាត់ឡើងរហូតដល់4គ្រាប់ពីការសុទ្ធបញ្ចូលទីផ្ទួនផងដែរកន្លែងនេះគឺ Aliza Pino បាទទាត់មួយជើងឆ្វេងពីចម្ងាយក៏ជួយបានពីជា Faria ឱកាសក្រុមនារីកម្ពុជាក៏មានផងដែរការទាត់ពីចម្ងាយរបស់ទីសំណាងជួយបានពីអ្នកចាំទី Olivia Alexandra Madaniel បាទកន្លែងនេះផ្លត់ស្នៀតខ្លួនឯងហើយក៏ទាត់ជើងស្ដាំបាទស្អាតមែនទែនពី Aliza Pino ឆ្វេងក៏ចេះស្ដាំក៏ចេះការឃ្លៀបាល់បានល្អបាទពីតំបន់ការពារស្លាប់ខាងឆ្វេងបាទច័ន្ទថេតបាទធ្វើឲ្យ Aliza Pino ទាត់ជើងស្ដាំបានយ៉ាងស្អាតមិនទាន់បាន1នាទីស្រួលបួផងយើងឃើញថាផ្លត់ស្នៀតខ្លួនឯងធ្វើឲ្យការឆាប់បានហើយបញ្ចប់ក្របបាល់ទី2បានយ៉ាងល្អបាទពីការសុទ្ធបញ្ចូលទីបានយ៉ាងល្អឲ្យក្រុមជម្រើសជាតិនារីហ្វីលីពីនបាននាំមុខបាទកម្ពុជាបាទ2-0បាទយើងឃើញថាឱកាសបាទមានកន្លែងនេះគឺបាទផ្លត់ស្នៀតខ្លួនឯងហើយក៏ទាត់ពីចម្ងាយច្បាស់មែនតើបាទពីបាទ Zarano ហើយក៏បញ្ចូលទីតែម្ដងបាទយើងឃើញថាសឹមម៉ៃសំបញ្ជូនមកបោះសរិទ្ធថាបាទទុកបាល់ផ្លត់ស្នៀត Zarano ឃើញអ្នកចាំទីឡើងក៏ទាត់ពីចម្ងាយបញ្ចប់ទីបានយ៉ាងស្អាតបាទលទ្ធផល3-0បាទគិតត្រឹមនាទីទី37ពីការទាត់បញ្ចូលទីរបស់ Zarano រកបាន2គ្រាប់ម្នាក់ឯងបាទពីការសុទ្ធពីចម្ងាយបានយ៉ាងល្អតែម្ដងក្របបាល់ទី4ក៏កើតឡើងពីការអូនហ្គោលរបស់បាទខ្សែការពាររបស់ក្រុមនារីកម្ពុជាបាទគឺសម្រិទ្ធនិមលព្យាយាមឃ្លៀបាល់ឲ្យចេញទៅខាងក្រៅប៉ុន្តែដូចជាការទាត់បាទចូលទីខ្លួនឯងតែម្ដងស្អាតណាស់កន្លែងនេះបាទមិនចេញក្រៅទេបាទគឺផុតកម្ពស់ផុតដៃរបស់ជាហ្វារីយ៉ាមកឡមមបាទចូលទីតែម្ដងអ្នកស្រីញ៉ាកដាសញ្ជាតិកូរ៉េខាងត្បូងក៏ផ្លុំកញ្ចែបញ្ចប់ការប្រកួតវគ្គទី1ជាបណ្ដោះអាសន្នហ្វីលីពីននាំមុខ4-0ចូលដល់វគ្គទី2យើងឃើញថាក្របបាល់ក៏មាន2គ្រាប់ទៀតកើតឡើងនៅក្នុងវគ្គទី2បាទកន្លែងនេះការបញ្ជូនបាល់យ៉ាងល្អហើយក៏ថែមជើងស្ដាំបាល់ set piece នេះដូចចាប់ដាក់ពីការបញ្ជូនរបស់កីឡាការិនី Angela ហើយក៏បាទទាត់ជើងស្ដាំរបស់កាពីតានក្រុមរបស់ហ្វីលីពីន Hali Long បាទច្បាស់មែនតើចូលមុំតូចជា Faria មិនអាចសង្គ្រោះបាននេះបានទេ5-0នៅនាទីទី55ឱកាសកន្លែងនេះកាត់បាល់ចូលខាងក្នុងក៏ថែមជើងស្ដាំ6-0ពីការបញ្ចប់ទីបានយ៉ាងល្អក៏ដូចជាការលេងសង់តង់គ្នាពីតំបន់ស្លាប់ខាងស្ដាំ Freeless កាត់មកស្អាតណាស់ហើយក៏ថែមជើងស្ដាំពី Yellow Blue Magdaniel Faria មិនអាចសង្គ្រោះបាននេះបានទេបាទតតច្បាស់បាទសម្លឹងហើយក៏បញ្ចប់ទីតែម្ដងកន្លែងនេះបើកមកក៏ថែមជើងឆ្វេងបាទប៉ុន្តែមិនមានក្របបាល់កាត់ឡើង Freeless គឺបង្កើតឱកាសបានច្រើនថែមជើងឆ្វេងបាទក៏មិនចំគោលដៅឱកាសរបស់ក្រុមនារីកម្ពុជាក៏មានមួយចំនួនផងដែរកន្លែងនេះការទាត់ free kick របស់ពឿនគុនធាប៉ុន្តែជួយបានពីអ្នកចាំទី Olivia Alexandra Madaniel បាទពឿនគុនធាបាទព្យាយាមនៅក្នុងការទាត់កោងចូលតំបន់គ្រោះថ្នាក់បាទប៉ុន្តែមិនអោយបាទផ្លត់ស្នៀតនោះទេឱកាសទៅជាបន្តរបស់ Nina បាទ Nina ហ្វាំងហើយក៏ទាត់ជើងស្ដាំនេះបាទជះបាល់ចេញទៅខាងក្រៅពីជា Faria ទោះបីរបូត6គ្រាប់តែការសង្គ្រោះបាល់របស់គេគឺនៅតែធ្វើបានល្អអ្នកស្រីញ៉ាកដាក៏ផ្លុំបញ្ចាយបញ្ចប់ការប្រកួតជាផ្លូវការតែម្ដងចូលរួមអសាទរទៅដល់ក្រុមជម្រើសជាតិនារីហ្វីលីពីនរកបាន3ពិន្ទុបន្ថែមក៏ចូលរួមសោកស្ដាយទៅដល់ក្រុមនារីកម្ពុជាដែលបាត់បង់ពិន្ទុនៅក្នុងការប្រកួតទី2នេះ